សម្រាប់ model ផ្សេងខ្ញុំអាសា review ពាក់ព័ន្ធជាមួយនឹងឡានហ្នឹងមកហូលគ្រប់ model មកតែសម្រាប់ EV នេះខ្ញុំរៀងយឺតក្នុងការ review ដោយសារតែវានៅក្នុងpre order នៅឡើយមិន pre អានេះដោយសារវាអត់ទាន់ launching អញ្ចឹងថ្ងៃទី7 ខែ 7 បានយើង launching ប៉ុន្តែមុននឹង launching ខ្ញុំធ្វើការ review ពីរបៀបប្រើហើយនឹងផ្នែកខាងមុខរបស់រថយន្តហ្នឹងទៅតែម្ដង